บางคนตอกเนี่ยบาดไงเนี่ยយើងមកធ្វើការបាញ់speed sinet បាទទៅលើដំណាំដំឡូងមីបាទដែលថ្ងៃនេះផងដែរគឺថ្ងៃទី13បាទបងប្អូនខែ6ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះផងដែរយើងមកធ្វើការបាញ់ speed sinet បាទបងប្អូននេះspeed sinet បាទយើងបាញ់យកជើងដំឡូងបាទដោយសារតែយើងធ្លាប់ឃើញតែនៅក្នុងស្តុកដែលយើងថតនៅក្នុងស្តុកអញ្ចឹងណាអញ្ចឹងយកដែរបានឃើញសកម្មភាពជាក់ស្ដែងក្នុងការដើរបាញ់ទៅតាមរងទេបាទអញ្ចឹងថ្ងៃនេះយើងនឹងទៅបង្ហាញបងប្អូនទាំងអស់គ្នាថាយើងនឹងធ្វើការលាយដោយរបៀបណាហើយបាញ់យ៉ាងដូចម្ដេចបាទអញ្ចឹងសម្រាប់ speed sinet នេះផងដែរបាទបងប្អូនគឺយើងលាយវិធីក្នុងការលាយបាទ200មីលីលីត្រលាយជាមួយនឹងទឹក20លីត្របាទអញ្ចឹងយើងលាយហើយយើងបាញ់តាមចន្លោះរងបាទអូខេបងប្អូនអញ្ចឹងយើងទៅមើលវិធីក្នុងការលាយទាំងអស់គ្នាបាទអញ្ចឹងយើងនឹងចាប់ផ្ដើមធ្វើការលាយ speed sinet ទៅក្នុងទឹកតែម្ដងបាទបងប្អូនបាទនេះគឺ speed sinet បាទអូខេដៃធុងរបស់យើងគឺចំណុះ25លីត្របាទបងប្អូនបាទដោយសារតែខ្ញុំមកបាញ់ម្នាក់ឯងបាទបងប្អូនបាញ់ម្នាក់ឯងហើយក៏ថតម្នាក់ឯងអញ្ចឹងទៅធ្វើឲ្យពិបាកក្នុងការថតបន្តិចបាទក្នុងការចាក់ផងដែរបាទអញ្ចឹងយើងវាល់វា200មីលីលីត្រលាយជាមួយនឹងទឹក20លីត្របាទបងប្អូនតែអានេះ25លីត្រយើងដាក់ឲ្យច្រើនបន្តិចទៅដោយសារតែយើងវាស់ក្រិតវាហើយបាទបងប្អូនបាទបន្ទាប់មកយើងនឹងធ្វើការចាក់ទឹកចូលតែម្ដងបាទបងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើការលាយរួចហើយបាទយើងនឹងមកធ្វើការបាញ់តាមរងតែម្ដងបាទបងប្អូនបាទអញ្ចឹងមុនធ្វើការបាញ់យើងត្រូវមានម៉ាស់ពាក់ឲ្យបានត្រឹមត្រូវផងដែរបាទបងប្អូនដើម្បីការពារបាទអញ្ចឹងនេះគឺជារងដែលខ្ញុំនឹងធ្វើការបាញ់បាទនេះឥឡូវវាមានកូនស្មៅបាទវាដុះតាមរងបាទអញ្ចឹងខ្ញុំនឹងធ្វើការបាញ់វាតែម្ដងបាទអញ្ចឹងតោះទៅមើលទាំងអស់គ្នា